ថ្ងៃនេះគឺយើងនឹងទៅមើលការវាយកូនរបស់បងប្អូនជនជាតិដើមភាគតិចបណ្ណារនៅឯប្រទេសវៀតណាមបាទកន្លែងដែលគាត់ប្រគំតន្ត្រីនេះកន្លែងដែលគាត់ធ្វើកម្មវិធីនេះគឺគេហៅថាកម្មវិធីរាត្រីវប្បធម៌ហើយកន្លែងនេះគឺខ្ញុំបានថតវីដេអូឲ្យបងប្អូនបានស្គាល់ហើយបានឃើញផងដែរហើយកន្លែងនេះជារៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យកន្លែងមួយនេះគឺភូមិមួយទៅភូមិមួយតែងតែដូរវេនគ្នាឧទាហរណ៍ថាថ្ងៃសៅរ៍គឺភូមិទី1ថ្ងៃអាទិត្យភូមិទី2អញ្ចឹងដូរគ្នាជារៀងរាល់ខែពេញមួយឆ្នាំទៅមួយឆ្នាំអញ្ចឹងណាបាទអាហ្នឹងតាមអ្វីដែលបងប្អូនដែលគាត់នៅទីនោះគឺគាត់បានបកប្រែគាត់បានប្រាប់ខ្ញុំផងដែរអញ្ចឹងថ្ងៃនេះគឺយើងនឹងទៅមើលវីដេអូហ្នឹងហើយនៅក្នុងវីដេអូនេះក៏ខ្ញុំក៏បានស្គាល់យុវជនយុវនារី2-3នាក់ដែរអញ្ចឹងយើងកុំឲ្យខាត់ពេលយូរក៏យើងទៅមើលទាំងអស់គ្នាណាបាទហើយវាយកងពីរួមមែនតើហើយស្លៀកពាក់ប្រពៃណីអូខេតោះអូខេបងប្អូនប្រកបគឺជាជនជាតិដើមភាគតិចបណ្ណារបាទហើយនៅកន្លែងនេះគឺខ្ញុំបានទៅលេងម្ដងហើយខ្ញុំក៏បានថតជាខ្សែវីដេអូឲ្យបងប្អូនបានទស្សនាផងដែរបាទហើយកន្លែងនេះជារៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យគឺពួកគាត់តែងតែទៅប្រគំតន្ត្រីនៅឯសួនមួយនេះបាទហើយព្រៃគូនៅទីក្រុងព្រៃគូបងប្អូនបាទហើយថ្ងៃសៅរ៍យ៉ាងណាថាគាត់ចែកវេនគ្នាភូមិមួយទៅភូមិមួយគាត់ថាថ្ងៃសៅរ៍ហ្នឹងត្រូវនឹងភូមិទី1ថ្ងៃអាទិត្យភូមិទី2ហើយអាទិត្យក្រោយទៅភូមិទី3ទី4អញ្ចឹងចែកគ្នាវល់ជុំរហូតបាទគ្រប់ជាតិសាសន៍បាទយើងទៅមើលគាត់រំហើយឲ្យបាយកូនគ្នាហើយបើសិនជាបងប្អូនមានឱកាសបងប្អូនអាចទៅលេងព្រៃគូហើយចំថ្ងៃសៅរ៍ថ្ងៃអាទិត្យអ្នកនរគ្នានឹងឃើញហើយបាទពួកគាត់សម្ដែងជារៀងរាល់ថ្ងៃអាទិត្យនិងថ្ងៃសៅរ៍តែម្ដងបាទហ្នឹងហើយអានេះគឺជាការស្លៀកពាក់របស់បងប្អូនជាតាមពិធីចរាយហើយនឹងបណ្ណារបាទគាត់ស្លៀកបឹងហើយអាវហើយសម្រាប់នារីគឺគាត់ពាក់ចិត្តហើយមានអាវមានសពដូចនេះណាបាទហើយម្នាក់ស្រីពោះអ្នកអត់គ្នាឃើញនេះម្នាក់អីពោះដែលគាត់នាំមុខបាទគាត់នាំមុខហ្នឹងរៀងពោះជាងគេហ្នឹងបាទខ្ញុំបានធ្លាប់ថតជាមួយគាត់ស្គាល់បាទក្មេងទេគាត់ក្មេងគាត់ទៅរៀនវិទ្យាល័យនេះហើយបើសិនជាបងប្អូនមានចំណងនៅក្នុងវីដេអូនេះបងប្អូនអាចសួរខ្ញុំបានណាតើទួយកញ្ញាកោតែឡើងតាមថ្លៃអបថោនេះនឹងតាមថ្លៃមកលុបបាទតែយ៉ាងថោអាវីដេអូនេះហើយពីថាទួយកញ្ញាកោនេះបងប្អូនម្នាក់ស្រីនេះម្នាក់ស្រីដែលខ្ពស់ហ្នឹងគឺខ្ញុំស្គាល់បាទស្គាល់ Srina និង Hana ស្គាល់ចង់រួមមែនទេអត់នេះនៅពេលដែលឮភ្លេងមែនទេនៅខាងគេគឺទាំងចាស់ទាំងក្មេងបងប្អូនគឺចេះរាំទាំងអស់ចេះទាំងវាយកូនចេះរាំគឺចេះទាំងអស់បាទអ្នកនរគ្នាឃើញគាត់ស្ពីគាត់វាយពុកអានឹងស្គរបងប្អូនស្គររបស់ហើយជួយជាដាប់ពេកតិចបាទហើយអាកូនដែលគាត់វាយខាងមុខហ្នឹងអានឹងសំឡេងវាធំងំល្អហើយរាំទៅសុបាយមែនទេកន្លែងនេះអ្នកនរគ្នានៅពេលដែលរៀនទៅលេងគឺយើងចូលទៅកន្លែងនេះជាទៅជុំតែម្ដងដែរបាទហើយគ្រប់យើងធ្លាប់ទៅហើយខ្ញុំក៏បានផលិតជាវីដេអូឲ្យបងប្អូនបានមើលដែរបាទឱកាសក្រោយគឺខ្ញុំនឹងទៅម្ដងទៀតបាទនេះគេហៅស្គរហើយនេះគឺជាគោងដែលធំបាទរៀងធ្ងន់ដែរបងប្អូនតែខ្ញុំសរសើរណាគោងឡើង12គោងប៉ុន្តែគាត់វាយទៅស្រស់គ្នាហើយយើងស្ដាប់សាច់ភ្លេងទៅស៊ីជាមួយគ្នាវោះរំដំតែម្ដងពេលបងប្អូនជាតិសាសន៍តែគាត់ថាដល់ពេលយើងកើតជាមួយនឹងជាតិសាសន៍មួយនឹងហើយយើងស្គាល់ភ្លេងមួយនឹងអញ្ចឹងដល់ពេលដែលយើងស្ដាប់ទៅមានន័យថាយ
យើងឆាប់ទទួលបានតែយើងទទួលបានញៀនយើងផ្សារភ្ជាប់ជាមួយតែម្ដងមកទៅលឺមកអេមវាពីអូខេតាក់ទងជាមួយការរកសុខច្បាស់នេះគោរពជាសួរបងប្អូនណាដែលគាត់មិនទាន់ចុច Subscribe ឬក៏ចុចជាវនៅក្នុង Channel ច្រៃយុទ្ធ RK Group ឬក៏មិនទាន់ក្នុង Channel Roman TVT បាទសូមឲ្យបងប្អូនជួយចុចម្នាក់មួយដើម្បីឲ្យនៅពេលដែលខ្ញុំបាន upload វីដេអូនោះអ្នកនរគ្នានឹងឃើញភ្លាមៗអូខេហើយសូមឲ្យមានដៃឲ្យខ្ញុំផងហើយដើម្បីខ្ញុំមានកម្លាំងចិត្តបង្កើតមាតិកាថ្មីបង្កើតវីដេអូថ្មីឲ្យបងប្អូនបានទស្សនាអូខេហើយសូមបងប្អូនជួយ like ជួយ share ផងអូខេអរគុណបងប្អូនចូលមកហ្នឹងហើយបងប្អូនមើលនៅទីធ្លាខាងមុខគឺបផាកណាត់របស់បងប្អូនជាដើមបាទគាត់លក់សម្ភារៈរបស់បងប្អូនជាដើមដែលគាត់ប្រើប្រាស់ចឹងណាបងប្អូនជួយសេដ្ឋកិច្ចគាត់ល្អមែនទេយ៉ាស្អាតមកពី3នាក់4នាក់នៅក្នុងគេស្អាតនេះបរោះចូលរាល់ដែរបងប្អូនបាទចាស់ហើយណាតែគាត់ស្វាហាប់ស្រឡាញ់សិល្បៈគាត់ស្រឡាញ់មុខម្ហូបបងប្អូនវីដេអូរបស់យើងគឺអស់ប៉ុណ្ណឹងហើយសូមឲ្យបងប្អូនអាចជួយ control ហើយសូមបងប្អូនដែលមិនទាន់ subscribe សូមបងប្អូនជួយចុច subscribe វិញបាទដើម្បីឲ្យពេលដែលខ្ញុំបាន upload វីដេអូថ្មីអ្នកនរគ្នានឹងទទួលបានអូខេយើងនឹងពីលោទៅ subscribe មួយក៏អស់លេនឹងគេតែចុច subscribe មួយក៏ហោះពីលោលេនឹងវីដេអូណៃពីតំណែងយើងអូខេបាយបាយ